នៅក្នុងព្រឹត្តិការណ៍ MWC ក្រុមហ៊ុន Xiaomi បានបង្ហាញគំរូ Modular Optical System ដែលមាន sensor ចាប់យករូបភាពទំហំ100 megapixel ប៉ុន្តែអាចដោះដាក់ភ្ជាប់នៅលើខ្នងទូរស័ព្ទបានយ៉ាងរហ័សនិងផ្លាស់ប្ដូរបទពិសោធន៍ពីការថតនៅលើកាមេរ៉ា smartphone ទៅជាការថតកាមេរ៉ាបែប digital វិញកញ្ចក់ Lens Modular Optical System នេះមាន sensor ចាប់យករូបភាពនៅក្នុងកែវ lens នេះស្រាប់មកហើយគឺជា sensor ទំហំ Micro Four Thirds កែច្នៃដោយ Xiaomi ផ្ទាល់ដែលគេហៅថា Live Fusion X និងដំណើរការដោយបន្ទះ chip AISP មានសមត្ថភាពអាចចាប់យករូបភាពដល់ទំហំ100 megapixel និងអាចថតវីដេអូបាននៅក្នុងកម្រិត 4K មាន Auto Focus និងប្រើប្រាស់កែវ lens 35mm aperture 1.4និយាយឲ្យខ្លីទៅ Modular Optical System នេះមានបំពាក់កញ្ចក់ Lens Sensor បន្ទះ Chip មកមួយចប់ហើយចំណែកឯទូរស័ព្ទវិញដើរតួនាទីជាអេក្រង់បញ្ជាការថតថាមពលថ្មសម្រាប់ផ្គត់ផ្គង់ការថតនិងអង្គផ្ទុកទិន្នន័យរូបភាពនិងវីដេអូដែលបានថតដើម្បីអាចឲ្យគេយកមកប្រើប្រាស់ឬ share ទៅលើបណ្ដាញសង្គមបានភ្លាមៗកាន់តែងាយស្រួលនេះគ្រាន់តែជា concept Modular Optical បំពាក់នៅលើទូរស័ព្ទដើម្បីឲ្យគេទទួលបានបទពិសោធន៍ថតរូបនិងវីដេអូដោយកាមេរ៉ា Digital ប៉ុន្តែស្ថិតនៅក្នុងរូបរាងទូរស័ព្ទហើយគេក៏មិនទាន់បានប្រកាសចេញជាផ្លូវការដែរដោយគេបានសាកល្បងបច្ចេកវិទ្យានេះនៅលើទូរស័ព្ទគំរូ Xiaomi 15ដែលបាន customize តែប៉ុណ្ណោះដូចនេះតើអ្នកយល់យ៉ាងណាដែរចំពោះ concept Modular Optical System របស់ Xiaomi អាចបញ្ចេញមតិរបស់អ្នកនៅក្នុងប្រអប់ comment ខាងក្រោមបាន